ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំលក្ខណៈនៅប្រទេសជប៉ុនចា៎ថ្ងៃនេះគឺយើងមកតាក់តែងមេកាឡាមបន្តិចកាឡាមនេះគឺជាប្រភេទកាឡាមវល្លិពណ៌ក្រហមណាហើយចុងហ្នឹងនាងខ្ញុំអត់បានបាញ់ spray 2 ឆ្នាំហើយចា៎បាញ់អត់ដល់ឆ្នាំទៅបាញ់តែដើមខាងនោះអញ្ចឹងហើយឥឡូវផ្កាល្អទៅខាងនោះទេហើយចុងនេះក៏កាត់ចោលទៅដោយសារតែចា៎ចង់ទុកឲ្យមេឃថ្មីហ្នឹងលាស់មកឆាប់បានផ្កាថ្មីទៀតហើយឆ្នាំនេះគឺវាដុះវល្លិទៅខាងក្រោយហ្នឹងច្រើនតើតដាក់ចដាឡើងកាត់ណាបងប្អូនខ្លាចមុតដៃកាត់ឲ្យប្រឡែងមិញហ្នឹងនាំគ្នាមកឈរមើលផ្កាទេចានៅពេលល្ងាចណាស្រាប់តែនឹកឃើញយកកន្ត្រៃមកកាត់បដ ாய் អត់មានបានត្រៀមស្រោមដៃកាត់មេកាឡាបតាមពិតមេកាឡាបវាមានបន្លាចាចឹងហើយខ្លាចមុតខ្លាចអីតោះតែយើងពាក់ស្រោមដៃតែពាក់មិនក៏ដោយក៏នៅតែមុតដែរបន្លាកាឡាបហ្នឹងគឺចុកខ្លាំងមែនទែនហ្មងណាចាដាំផ្កាកាឡាបគឺត្រូវតាក់តែងមេឃនៅក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏2 ដងដែរចាកាឡាបខ្លះវារីកចេញផ្កា4 ដងយើងត្រូវកាត់4 ដងហើយកលាបខ្លះចេញផ្កា2 ដងអញ្ចឹងក៏យើងត្រូវកាត់2 ដងដែរកលាបអត់ទៀងទេជួនកាលពូជកលាបខ្លះផ្កាមួយឆ្នាំតែម្ដងឬក៏3 ដងអីដែរចានិយាយទៅមានច្រើនរដូវហើយផ្កាកលាបវល្លិទាំងអស់នេះបើសិនជាចុងត្រួយវារលួយចាយើងគ្រាន់តែបាញ់ spray ដំណាំឲ្យហើយយើងចាំមើលត្រួយថ្មីលាស់មកគឺមានផ្កាម្ដងទៀតហ្មងដូចថាផ្កាកលាបនឹងប្រឹងផ្កាណាបងប្អូនព្រោះឯដល់រដូវផ្កាកលាបផ្កាហើយទោះបីយ៉ាងណាក៏ត្រូវតែចេញផ្កាដែរឲ្យតែយើងមានជីគ្រប់គ្រាន់មាន spray ការពារព្យាបាលជំងឺឲ្យបាននេះបន្ទាប់ពីកាត់មេកាឡាបហើយនាំគ្នាដើរគយគុណផ្កានៅសួនបន្លែក្រោយផ្ទះម្ដងមានផ្កាលីលីចាផ្កានេះត្រូវទឹកភ្លៀងឡើង2 ថ្ងៃជាប់គ្នាចង់អន់ទៅវិញហើយឥឡូវយើងចាបាញ់ spray ឲ្យយើងគ្រាន់បើមកវិញហើយទឹកភ្លៀងខ្លាំងពេកវាចង់ខូចស្លឹកចេញពណ៌ខ្មៅមិនដឹងយ៉ាងណាយ៉ាងណីទេនៅបានផ្លែកន្លែងនេះមួយផ្លែខ្លះវាអត់កាន់ទេយកទៅស្លប្រហើបាត់ហើយបងប្អូនហើយផ្លែនេះចាកាន់អញ្ចឹងទៅក៏នៅបានតរហូតទៅណាហើយនឹងខ្ញុំដើរចងពេញប៉ោះចាកាត់មេឃពេញប៉ោះខាងក្រោមចេញនេះឃើញសัตว์មួយនេះដូចរុយអញ្ចឹងស្រែកហៅស្វាមីនឹងខ្ញុំឲ្យគាត់យក spray មកចា spray នៅក្នុងធុងដាក់អីវ៉ាន់នោះនេះគាត់បាញ់តែមួយឈីតទៅបាត់ហើយអត់ដឹងទៅដល់ណាណីspray នឹងបាញ់សត្វល្អិតគ្រប់ប្រភេទហ្មងនិយាយទៅសត្វអីក៏វាងាប់ដែរចានេះល្ងាចថ្ងៃបន្ទាប់ចាឃើញគេចេញពូជផ្កាកាពីងពួយមានច្រើនស្រទាប់មានបដូរកដាអញ្ចឹងណាមើលទៅទំនងស្អាតរបស់គេដែរតាបងប្អូនហើយផ្កានេះក៏ស្អាតដែរចាបានមកដើរមកផ្ទះវិញទៀតហើយនៅហាងស៊ូស៊ីគេមានប្រមាណចំហុយព្រុយត្រីឆ្លាមចាដាក់សរសៃឡើងតូចដោយសារតែវាមានតម្លៃថ្លៃចាអញ្ចឹងហើយគេដាក់ឲ្យយើងតែទិញតិចទេរសជាតិឆ្ងាញ់មួយបែបដែរតាបងប្អូនចាព្យាយាមញ៉ាំឲ្យអស់1 គីឡូតូចហ្នឹងមិនដឹងរសជាតិគេដាក់ផ្សិតទៀតចាផ្សិតស៊ីតាគេពណ៌ខ្មៅហើយនឹងសាច់មាន់នឹងខ្ញុំកំពុងអាកាយមើលចង់ដឹងថាព្រុយត្រីឆ្លាមហ្នឹងនៅកន្លែងណាតែប៉ុន្តែគេដាក់តែពីលើនឹងឲ្យយើងទេចាហើយរសជាតិរបស់គេនេះគឺឆ្ងាញ់ខ្លាំងមែនទែនហ្មងណាហើយអ្វីដែលប្លែកចាចង់បង្ហាញជូនបងប្អូនហ្នឹងគឺថាត្រប់ជប៉ុនថ្លៃគួរសមម្ដុំមួយម៉ាត់ហ្នឹងណាស្មានតែគេធ្វើមុខម្ហូបអីគេនិយាយពីថាធ្វើជ្រក់ចាបងប្អូនធ្លាប់ញ៉ាំអត់ជ្រក់ត្រប់និយាយពីឆ្ងាញ់នោះឆ្ងាញ់ដាក់មួយម៉ាត់ចូលទៅណាហើយជ្រក់ត្រប់នេះគឺថាមួយចាននេះបែរចង់$1ដាក់ជាមួយទឹកស៊ីអ៊ីវថែមបន្តិចទៀតណាភ្លក់មើលទៅជាតិរបស់គេមែនអញ្ចឹងបានគេថ្លៃចាបងប្អូនចេះវិធីធ្វើជ្រក់ត្រប់អត់ប្រាប់នឹងខ្ញុំផងអរគុណច្រើនសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា